សូមជូននាទីនៃការអានសភៅភាគបន្តសៀវភៅកំពូលមនុស្សដ៏អស្ចារ្យលើលោកទាំងជីវិតនិងអាជីវកម្ម6យុទ្ធសាស្ត្រសម្រាប់ការឈ្នះក្បួនគ្រាន់តែជាវិជ្ជាមួយតែប៉ុណ្ណោះអ្វីដែលសំខាន់គឺការយកវិជ្ជាក្នុងក្បួននោះមកសម្រាប់ការឈ្នះឲ្យខ្លួនឯងតាមរយៈការដាក់នៅយុទ្ធសាស្ត្រទៅវិញទេការដាក់យុទ្ធសាស្ត្រនោះគឺដាក់ទៅតាមភាពជាក់ស្ដែងនៃការរស់នៅរបស់ខ្លួននោះឯងភាពជាក់ស្ដែងនៃការរស់នៅរបស់ខ្លួនយ៉ាងណាក៏ដាក់ទៅតាមភាពជាក់ស្ដែងនៃការរស់នៅរបស់ខ្លួនយ៉ាងនោះឧទាហរណ៍ភាពជាក់ស្ដែងនៃការរស់នៅរបស់ខ្លួនជាអ្នកនយោបាយក៏ដាក់យុទ្ធសាស្ត្រតាមភាពជាក់ស្ដែងនៃការរស់នៅរបស់ខ្លួនជាអ្នកនយោបាយនោះទៅដូចជាមានការឃោសនាដើម្បីស្វែងរកសម្លេងឆ្នោតជាដើមការដាក់យុទ្ធសាស្ត្រយ៉ាងណាដើម្បីធ្វើឲ្យខ្លួនឯងសម្រាប់ការឈ្នះមកឲ្យខ្លួនឯងក្នុងការឃោសនាដើម្បីស្វែងរកសម្លេងឆ្នោតនោះក៏ត្រូវដាក់យុទ្ធសាស្ត្រទៅតាមទម្រង់នោះហើយអ្វីដែលជាលទ្ធផលនៃការដាក់យុទ្ធសាស្ត្រក្នុងការឃោសនាដើម្បីស្វែងរកសម្លេងឆ្នោតនោះក៏គឺដើម្បីឈ្នះតំណែងជាប្រធានាធិបតីឬជានាយករដ្ឋមន្ត្រីដូចនេះជាដើមនឹងឯងអ្នកប្រាជ្ញខុងមេងជូកាលៀងក្នុងរឿងសន្តិកុបានពោលឡើងដូចនេះថាក្បួនទាំងឡាយគ្រាន់តែជាវិជ្ជាមួយតែប៉ុណ្ណោះព្រោះជាអ្វីដែលយើងប្រមូលមកពីក្នុងការរៀនសូត្រការឈ្នះសត្រូវឬដើម្បីសម្រេចបាននៅលទ្ធផលដ៏ធំទៅកើតមិនមែនពឹងទៅលើក្បួនទាំងនោះជាសំខាន់នោះទេតែគឺត្រូវពឹងលើយុទ្ធសាស្ត្រជាសំខាន់ពឹងលើការប្រែប្រួលតាមកលៈទេសៈនិងពឹងលើចិត្តសាស្ត្រស្គាល់ចិត្តសត្រូវដោយការយល់ការរិះគិតរបស់គីម្យ៉ាងទៀតត្រូវចេះបត់បែនដោយមិនអោយសត្រូវដឹងបានទាំងនេះគឺជាវិធីឈ្នះសត្រូវនិងយុទ្ធសាស្ត្រសម្រាប់លទ្ធផលដ៏ធំបានដោយងាយបំផុតក៏ជាការឈ្នះដល់កំពូលដែលអ្នកដតីមិនអាចនឹងអំទិនផងដែរខុងមេងបន្តទៀតថាបើយើងចេះស្ទាត់នៅយុទ្ធសាស្ត្រគឺវាប្រសើរជាងយើងបានរៀនវិជ្ជាក្នុងក្បួនរាប់រយក្បាលសៀវភៅទៅទៀតចំណែកតាមក្បួនយុទ្ធសាស្ត្រស៊ុនជឺនិយាយដូចនេះវិញគឺចំពោះអ្នកចេះនយោបាយនិងយុទ្ធសាស្ត្រគេចេះរៀបចំផែនការដោយមានការបត់បែនទៅតាមស្ថានភាពនិងកលៈទេសៈនោះទើបគេហៅថាជាអ្នកចេះនយោបាយនិងយុទ្ធសាស្ត្រនោះដោយពិតប្រាកដជាការពិតណាស់ការចេះបត់បែនក្នុងការរៀបចំផែនការនោះទើបជាព្រលឹងរបស់អ្នកនយោបាយនិងយុទ្ធសាស្ត្រនោះពាក្យថានយោបាយនិងយុទ្ធសាស្ត្រនោះគឺគ្រាន់តែជាក្បួនមួយតែប៉ុណ្ណោះជាសម្បកខាងក្រៅការចេះបត់បែននោះទើបជាស្នូលខាងក្នុងជាព្រលឹងនៃនយោបាយនិងយុទ្ធសាស្ត្រដ៏សម្បូរបែបពិតប្រាកដ7ក្លាហានហ៊ានធ្វើកំពូលមនុស្សដ៏អស្ចារ្យក្នុងលោកក្រៅតែពីការយល់ជារួមដោយចំណេះដឹងនិងការយល់ឃើញជារបស់ខ្លួនក្នុងផ្លូវនយោបាយនិងយុទ្ធសាស្ត្រជាដើមនោះហើយលោកនៅមានសេចក្តីក្លាហានដែលជាចំណុចពិសេសរបស់ខ្លួនលោកប្រចាំនៅក្នុងទូខ្លួនរបស់លោកថែមទៀតជាការពិតណាស់បរោះជាអ្នកក្លាហាននោះរមែងជាអ្នកក្លាហានធ្វើក្នុងអ្វីដែលអ្នកដតីមិនហ៊ានធ្វើក្នុងការហ៊ានធ្វើក្នុងអ្វីដែលអ្នកដតីមិនហ៊ានធ្វើនោះដែរភាពជោគជ័យដ៏ធំតែងតែត្រូវបានទៅលើបរោះជាអ្នកក្លាហានធ្វើក្នុងអ្វីដែលអ្នកដតីមិនហ៊ានធ្វើនោះភាពជោគជ័យដ៏ធំនោះក៏គឺជាអ្វីដែលបរោះជាអ្នកក្លាហានធ្វើបានសម្រេចដោយច្រើនដោយស្របតាមការហ៊ានធ្វើក្នុងអ្វីដែលអ្នកដតីមិនហ៊ានធ្វើនោះឯងយើងអាចនិយាយបានថាពិភពលោកនេះជារបស់អ្នកហ៊ានពាក្យស្លោកលោក Winston Churchill 1874ដល់1965បានពោលថាសេចក្តីក្លាហានត្រូវបានចាត់ទុកថាជាគុណសម្បត្តិដំបូងពីបង្អស់របស់មនុស្សយើងព្រោះសេចក្តីក្លាហាននោះវាធានាដល់គុណសម្បត្តិដតីផ្សេងជាច្រើនហើយដោយសារតែពាក្យស្លោកមួយបទនេះពេលវេលាកន្លងទៅបានធ្វើឲ្យវាសនាលោកមានការផ្លាស់ប្ដូរទាំងស្រុងគឺផ្លាស់ប្ដូរនៅត្រង់ការដែលគិតហ៊ានទះតុយ៉ាងខ្លាំងឈរសម្លឹងមើលមុខគ្រូប្រចាំថ្នាក់របស់គិតដោយខ្សែភ្នែកសម្លឹងយ៉ាងមុត
ហើយនិយាយសម្ដីដោយទឹកមុខយ៉ាងមើងម៉ាត់ទៅកាន់គ្រូប្រចាំថ្នាក់នោះថាខ្ញុំមិនខ្វល់ថាលោកមានឋានៈជាអ្វីនោះទេប៉ុន្តែខ្ញុំគ្រាន់តែដឹងថាក្នុងមួយជីវិតរបស់ខ្ញុំនេះខ្ញុំនឹងធ្វើជាមនុស្សដែលអស្ចារ្យជាងអ្នកជារៀងរហូតលោកគិតបាននិយាយសម្ដីដល់ក្លាហានយ៉ាងនេះរួចហើយគិតក៏ដើរចាញ់ពីមុខគ្រូនោះទៅជាបន្ទាប់មកទៀតមានជាយូរប៉ុន្មានក្នុងជីវិតរបស់គិតក៏សម្រេចបានភាពជោគជ័យដ៏ធំដោយស្របតាមការហ៊ានធ្វើក្នុងអ្វីដែលអ្នកដទៃមិនហ៊ានធ្វើនោះគឺសម្រេចបានតំណែងដ៏កំពូលនោះគឺភាពជានាយករដ្ឋមន្ត្រីនៃប្រទេសអង់គ្លេសដ៏ធំមហិមានេះជាការផ្លាស់ប្ដូរវាសនាទាំងស្រុងនៃនាយករដ្ឋមន្ត្រីអង់គ្លេស Winston Churchill ហើយក៏ជាអ្វីដែលលោកសម្រេចបានក្នុងតំណែងភាពជានាយករដ្ឋមន្ត្រីអង់គ្លេសដ៏ធំនោះដែរការផ្លាស់ប្ដូរវាសនាទាំងស្រុងនិងតំណែងដ៏កំពូលនេះគឺសម្រេចបានដោយសារភាពក្លាហានធ្វើក្នុងអ្វីដែលអ្នកដទៃមិនហ៊ានធ្វើយ៉ាងណាក៏ដោយសម្ដីដែលបុគ្គលនិយាយទៅផុតពីមាត់ហើយធ្វើបានយ៉ាងនេះមិនមែនជាសម្ដីរបស់អ្នកអួតទេតែនេះជាសម្ដីរបស់អ្នកក្លាហានហើយក៏ជាសម្ដីរបស់អ្នកខ្លាំងផងដែរហេតុដែលគិតនិយាយពាក្យទាំងនេះព្រោះក្នុងពេលនោះគ្រូប្រចាំថ្នាក់គិតបានស្ដីបន្ទោសឲ្យគិតក្នុងថ្នាក់ដោយមិនមានហេតុផលសមរម្យខ្វះភាពជាគ្រូក្នុងការស្ដីបន្ទោសឲ្យសិស្ស8ដើម្បីសម្រេចកិច្ចការធំអ្វីដែលហៅថាកំពូលមនុស្សដ៏អស្ចារ្យក្នុងលោកមិនមែនមនុស្សល្ងងខ្លៅនិងមិនមានការសិក្សាក៏ហៅថាជាកំពូលមនុស្សដ៏អស្ចារ្យក្នុងលោកដែលនោះទេជាការពិតណាស់កំពូលមនុស្សដ៏អស្ចារ្យក្នុងលោកនោះរមែងជាមនុស្សឆ្លាតហើយអ្នកមានការសិក្សានិងការអប់រំខ្លួនឯងបានដោយល្អដូច្នេះកំពូលមនុស្សដ៏អស្ចារ្យក្នុងលោកនោះតែងតែជាអ្នកសិក្សារៀនសូត្រដោយខ្លួនឯងជាប្រចាំដោយព្រោះហេតុនោះអ្នកធំរមែងត្រូវការអ្នកចេះនោះដើម្បីសម្រេចកិច្ចការធំអ្នកចេះត្រូវការអ្នកធំដើម្បីសម្រេចកិច្ចការធំដូច្នេះនៅក្នុងជីវិតអ្នកចង់ធ្វើជាអ្នកធំឬក៏ជាអ្នកចេះដើម្បីសម្រេចនៅកិច្ចការធំទោះជាអ្នកចង់ធ្វើជាអ្នកធំឬជាអ្នកចេះក៏ដោយការសិក្សានៅវិជ្ជាទាំងឡាយក្នុងលោកនេះអ្នកចាំបាច់ត្រូវតែរៀនព្រោះដើម្បីសម្រេចនៅកិច្ចការធំនឹងឯងម្យ៉ាងទៀតអ្នកត្រូវយល់បន្ថែមទៀតថាការឈ្នះគ្រប់យ៉ាងភាពជោគជ័យទាំងឡាយលុយទ្រព្យសម្បត្តិកិត្តិយសនិងកេរ្តិ៍ឈ្មោះជាដើមអ្នកអាចធ្វើបានដោយអាស្រ័យខ្លួនអ្នកមាននៅការសិក្សាជាមុនកាលបើអ្នកមិនមាននៅការសិក្សាជាមុនទេអ្នកមិនអាចធ្វើអ្វីឲ្យមានភាពសម្បូរបានទាំងអស់ឡើយករណីណាដែលអាចធ្វើបានក៏វាមិនមហិមាដែរដោយហេតុខ្លួនអ្នកនោះជាមនុស្សដែលមិនមាននៅការសិក្សាការខ្វះខាតខាងចំណេះដឹងភាពជាអ្នកអសមត្ថភាពក្នុងខ្លួនអ្នកដទៃគេនឹងមើលឃើញបានដោយងាយក៏ជាមូលហេតុបង្ហាញឲ្យឃើញថាជំនះគ្រប់យ៉ាងជាដើមនោះនឹងមិនអាចសម្រេចបានដោយអ្នកដែលជាអ្នកមិនមាននៅការសិក្សានោះឡើយដូច្នេះមុននឹងចាប់ផ្ដើមយកឈ្នះជីវិតដោយភាពមានបានជាអ្នកជោគជ័យពេញដោយឥទ្ធិពលជាអ្នកមានទ្រព្យសម្បត្តិច្រើនដូចជាស្លឹកឈើទាំងឡាយក្នុងព្រៃហេមពៀនជាអ្នកមានកិត្តិយសធំដូចជាមហាសាគរនិងជាអ្នកមានកេរ្តិ៍ឈ្មោះមិនចេះសាបសូន្យដោយតាំងនៅយូរអស់ពាន់នៃឆ្នាំគឺអ្នកត្រូវចាប់ផ្ដើមជាដំបូងដោយការសិក្សាយ៉ាងណាក៏ដោយបុគ្គលណាជាអ្នកមាននៅការសិក្សាបុគ្គលនោះតែងតែជាអ្នកមាននៅភាពប្រសើរពងពោះឧត្តមភាពនៃបុគ្គលនោះនឹងមិនអាប់អន់ឡើយគេរមែងមិនធ្លាក់ចុះនៅភាពអន់ថយជាដរាបបើទោះជាគេស្ថិតក្នុងកលៈទេសៈណាក៏ដោយគេប្រៀបដូចជាស្ដេចរាជសីដែលមិនធ្លាប់ធ្លាក់ចុះទើបតែសោះនៅភាពជាឥស្សរៈរបស់ខ្លួនក្នុងចំណោមនៃហ្វូងមឫកទាំងឡាយការផ្ដើមជាដំបូងដោយការសិក្សានោះក៏ចង្អុលនៃទៅលើការអប់រំខ្លួនឯងផងដែរ